លុកដ៏ត្រជាក់នៃចំការស្វាយដែលមានផ្លែផ្កាដុះដាលយ៉ាងត្រកាលបងស្រីហៃសាមៀនរស់នៅក្នុងភូមិឧដុង្គឃុំព្រៃក្របៅស្រុកពីមជើខេត្តព្រៃវែងកសិករម្នាក់ដែលបានដាំដុះដំណាំស្វាយបានបង្ហាញពីស្នាមញញឹមនិងមានមោទនភាពចំពោះសមិទ្ធផលដែលគាត់បានខិតខំថែទាំតាមរយៈបទសម្ភាសន៍នេះយើងឃើញពីសកម្មភាពប្រចាំថ្ងៃដ៏សាមញ្ញប៉ុន្តែពុះពេញដោយអត្ថន័យជីវិតអ្នកចំការក្នុងសម្លៀកបំពាក់ដ៏សាមញ្ញដែលពាក់មួកការពារកម្ដៅថ្ងៃយ៉ាងជិតបានឈរនៅក្រោមដើមស្វាយដែលមានផ្លែចងជាចង្កោមដៃម្ខាងកាន់កំបិតដែលជាឧបករណ៍មិនអាចខ្វះបានសម្រាប់កសិករនៅក្នុងការកាត់មែកឬប្រមូលផលរូបភាពទាំងនេះឆ្លុះបញ្ចាំងពីការតស៊ូនិងការចំណាយពេលយ៉ាងយូរក្នុងការមើលថែទាំដើមឈើនីមួយៗតាំងពីការដាំដុះរហូតមកដល់ថ្ងៃទទួលបានផលផ្លែស្វាយខ្ចីពណ៌បៃតងដែលយកតាមខ្យល់មិនត្រឹមតែជាអាហារប៉ុណ្ណោះទេប៉ុន្តែជាសេដ្ឋកិច្ចគ្រួសារដ៏សំខាន់ក្នុងកិច្ចសម្ភាសន៍បងស្រីបានបង្ហាញពីភាពរីករាយយ៉ាងខ្លាំងចំពោះទិន្នផលដែលទទួលបានស្នាមញញឹមរបស់គាត់បានប្រាប់យើងថាទោះបីជាការងារកសិកម្មមានភាពនឿយហត់និងត្រូវប្រឈមនឹងកម្ដៅថ្ងៃយ៉ាងណាក៏ដោយក៏លទ្ធផលដែលទទួលបានមកវិញពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេបទចការខ្លីនេះបានបង្ហាញឲ្យឃើញថាកសិកម្មនៅតែជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ប្រជាជននៅតាមបណ្ដាខេត្តជាពិសេសនៅក្នុងខេត្តព្រៃវែងការចេះប្រើប្រាស់ដីធ្លីជុំវិញផ្ទះដើម្បីដាំដុះដំណាំហូបផ្លែមិនត្រឹមតែជួយកាត់បន្ថយការចំណាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់នូវអាហារប្រកបដោយសុវត្ថិភាពនិងបង្កើតនូវសុភមង្គលក្នុងគ្រួសារតាមរយៈការងារដែលខ្លួនស្រឡាញ់សូមស្ដាប់ការលើកឡើងរបស់បងស្រីហៃសាមៀនខ្ញុំហៃសាមៀននៅភូមិឧដុង្គឃុំព្រៃក្បៅស្រុកពីមជើខេត្តព្រៃវែងស្វាយទៅល្មៀតដីនឹងវាក្បាល20បដោយ400ជាង10ឆ្នាំហើយខ្ញុំធ្វើតាមដំណើរឲ្យវាបកាធម្មតាហ្នឹងមករដូវវាបាន1លានជាងហ្នឹងខ្ញុំមានដែរជួលគេផងហ្នឹងខ្ញុំឲ្យវាការផ្លែធម្មតាទៅតឹងគីឡូឲ្យគេមករាល់ឆ្នាំវាបាន400បាន350 500ឥឡូវឆ្នាំនេះតែ150គេមិនទិញទេបេះប្រហែលជាបាន4-5សាហើយនេះតាំងពីដាំមកតែគេវៀតណាមម៉ៅហ្នឹងគេបាញ់រហូតតែខ្ញុំមានអ្នកថែទាំអីផងតាមដំណើរយើងដាំធម្មជាតិមែនតែហ្មងទៅហ្នឹងយើងវាមិនបានច្រើនបានគ្រាន់ដោះដូរអីទៅវាហត់ពេកបើថាទុំស្អុយទៅហ្មងហ្នឹងមិនបាច់ទេបត្រាក៏ដោយទុំស្អុយហ្មងថាខ្ញុំដាំនេះដាំតាមធម្មជាតិគ្មានច្បាយគេបេះមកដេញថាមានអាលីរៀងចាស់ល្មមផ្ទុំបានអញ្ចឹងគេបេះមានដល់ចាស់ជ្រុលទេចាស់ជ្រុលវាឡើងអត់តកៅវិញឃើញតែគេដឹកឡើងឡានទៅហ្នឹងលើទៅណាទេដឹងថាថ្លឹងឡើងឡានដែរសួរគេផងជឿនកាលថាយកទៅក្រឹមកាលពីមុនខ្ញុំធ្វើពោតដី2ហាត់ជាងតែឥឡូវខ្ញុំឈប់ធ្វើឲ្យឲ្យកូនធ្វើឥឡូវនៅដីជាង1ហាត់ឲ្យកូនធ្វើខ្ញុំធ្វើពីមុនទឹកដីចែកដីអីឥឡូវខ្ញុំឈប់ហើយនៅ1ហាត់ជាងហ្នឹងឲ្យកូនធ្វើកូនផ្ទះមាញ់ហ្នឹងខ្ញុំនៅតែ2អ្នកយាយតាលេងធ្វើហើយខ្ញុំធ្វើកប៉ិកប៉ុកអញ្ចឹងទៅគ្រាន់ហូបទៅកុំឲ្យថាចាំចាយលុយកូនទាំងស្រុងពេកក៏វាមិនកើតយើងធ្វើបានដុំកពួនឲ្យវាមិនបានទេរាល់ថ្ងៃហ្នឹងអានេះវាពីមុនមកទេយើងចេះកម្លាំងយើងនៅមានធ្វើពីមុនមករាល់ថ្ងៃរើបានតែមកហូបហ្នឹងមកដោះដូរបានវាមិនថាយើងមានបានទៅណាបានមកមិនឆ្ពាក់ទេយើងចេះបានមករួចយើងនៅធ្វើមកកប៉ិកប៉ុកហ្នឹងមករួចយើងវាមិនទាន់ថាឆ្ពាក់គេដល់ចងការគេអីច្រើនអញ្ចឹងណាបានមកហូបបានមកទប់ទួលួចចងដៃគេអញ្ចឹងទៅសំទៅបានចងដៃមួយរោងសំទៅចងដៃមួយរោងហើយសល់វាមិនសល់ទេខ្ញុំពើដូចថាស្វាយអញ្ចឹងឲ្យមានទីផ្សារឲ្យបានថ្លៃទៅបានអ្នកកសិករគ្នាធ្វើទៅបានមានកម្លាំងធ្វើមានទឹកចិត្តធ្វើតទៀតដល់អញ្ចឹងចេះកាប់ដើមចោលអស់ហើយចេះគេកាប់ចោលបដាតែខ្ញុំឲ្យវាទាកាប់ដែរតែខ្ញុំមិនឲ្យកាប់ខ្ញុំថាទុកទៅដាំហើយកាប់ទៅណាវិញស្ដាយមើលដាំបានទៀតហ្នឹង